បងនិយាយពីមួយមុខនេះវិញប្រចាំតកោរបស់ប្តីខ្ញុំមិនថាតែដាក់ជាមួយបាយញ៉ាំទៅមានរសជាតិឆ្ងាញ់នេះជារបស់ប្រចាំតកោនៅពេលដែលប្តីខ្ញុំមកសេតពីការងារស្មុគស្មាញជាមួយនឹងការងារពេកក៏ដាក់កាត់សាញជាមួយរបស់តិចទៅនិយាយពីត្រូវជាតិគ្នាខ្លាំងមែនតែនសាច់គោឡងផុយល្មូតហើយមានជាតិខ្ទិះខ្លាំងមែនតែនអមជាមួយម្ទេសហឹលបែបនេះទៀតដើមគ្មានទឹកកាពិនេះមួយនៅក្នុងទេហ่าដូចមានអ្នកជួយជំនួសដៃជំនួសជើងចង់បុកល្ហុងក៏បានចង់ភ្លាឬមួយកសែកអាំងទៀតគឺកាន់តែខែវិញណាបងប្អូនកុំភ្លេចអាសាមានកម្មវិធី party ផងហើយបើសិនជា party ប៉ាត់ម៉ែកុំភ្លេចទឹកកាពិដែលខ្ញុំមានលក់រាល់ថ្ងៃនេះតែចាប់ពី2ដបឡើងទៅតម្លៃគឺពិសេសខ្លាំងណាស់តែបងប្អូនមានទូទឹកកកទៀតទុកបានយូរខែខ្លាំងមែនតែនព្រោះខ្ញុំងាស់ស្ទើរកាពិល្អហើយជាមួយស្ករពាងរបស់ខ្មែរយើងទៀតធ្វើឲ្យរក្សាគុណភាពជាមួយរសជាតិរឹតតែឆ្ងាញ់តោះមកកលេចមកមើលជាមួយខ្ញុំធ្វើសាច់គោឆាជាមួយម្ទេសទាំងអស់គ្នាមកណាផ្នែកសាច់គោនេះវិញខ្ញុំបានដាក់ទាំងអស់ឲ្យខ្ញុំទុកទៅម្ដុំទូសាច់គោម្ដុំនេះខ្ញុំទិញឲ្យតម្លៃ10000ហើយជាមួយនឹងខ្ទឹមសនេះយើងខ្វះបាននៅពេលដែលឆាឲ្យម្រះព្រៅនេះមកកណូគោដឹកខ្ញុំទិញឲ្យតម្លៃ500បើសាច់គោបងប្អូនចង់យកអាមានរៀងជាប់សរសៃខ្លាញ់តិចនឹងទៀតគឺរឹតតែឆ្ងាញ់តែខ្ញុំទិញនេះទិញឲ្យបាននេះផ្សារខ្ញុំនេះគឺគេកម្រមានលក់ខ្ញុំហាន់ជាប្រទេសស្ដាងឲ្យធំបែបនេះមកណាត្រង់ចំណុចនេះបងប្អូនមើលកុំលងភ្នែកអសោះហើយដាក់ជាមួយនឹងខ្ទឹមសប្រទេសដាក់តាមបរិមាណដែលយើងចូលចិត្តមកបន្ថែមជាមួយនឹងប៊ីចេងស្ករសហើយជាមួយនឹងអំបិលមកណាបងប្អូនបុកវាលក្ខណៈដូចជាអំបិលម្ទេសនឹងមកបន្ទាប់ពីបុកអំបិលម្ទេសរបស់យើងបានម៉ត់សពគ្រប់អស់ហើយខ្ញុំបន្ថែមជាមួយនឹងទឹកត្រីចូលទៅប្រហែលជាខ្ទង់តែ2សភាបាយទូចនឹងទេអំបិលម្ទេសខ្ញុំបុកនឹងហើយណាគេខ្លះដែលមើលឲ្យស្រក់ទឹកមាត់ដឹកឃើញដល់ម្ជូរមុនគេខ្ទះហើយជាមួយនឹងប្រេងនេះចាប់ផ្ដើមក្តៅរួចរាល់ហើយខ្ញុំចាក់ជាមួយគ្រឿងអំបិលម្ទេសដែលខ្ញុំបានបុកមុននឹងចូលមកណាលីងវារហូតលីងទៅលីងមករហូតដល់តែវាឡើងឈ្ងុយចេញជាតិប្រេងបែបនេះជាមួយនឹងទឹកប្រេងខ្យងចូលទៅប្រហែលជាមួយសព្រាបាយបានហើយងាស់ទុកវារហូតដល់តែវាចេញជាតិប្រេងម្ទេសនេះខ្លាំងហើយឈ្ងុយបែបហ្នឹងចាំចាក់ជាមួយសាច់គោរបស់ខ្ញុំហ្នឹងចូលមកឆាសាច់គោជាមួយនឹងអំបិលម្ទេសហ្នឹងណាឆាទៅឆាមករហូតដល់តែប្រែពណ៌បែបនេះខ្ញុំចាប់តាមបងជាមួយនឹងម្រះព្រៅចូលទៅក្នុងខ្ទះបន្ទាប់មកឆាសាច់គោឆាទៅឆាមកបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តលក្ខណៈសាច់គោឆ្អិនបែប80%ឬមួយ70%រសជាតិរឹតតែឆ្ងាញ់តែខ្ញុំនេះយកលក្ខណៈឆ្អិនក៏ហាជាក្នុង90%ឯដែរហើយខ្ញុំសូមនិយាយហ្មងគឺរសជាតិឆ្ងាញ់ខ្លាំងមែនតើបើសិនជាបងប្អូនចូលចិត្តហឹរទៀតបើដាក់ម្ទេសកាន់តែច្រើនពេលណាគឺរឹតតែបង្កើតរសជាតិរឹតតែឆ្ងាញ់ជាងនឹងទៀត